បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំថ្ងៃនេះខ្ញុំមាន8ចំណុចក្នុងការសន្សំសំចៃថ្មរបស់យើងដើម្បីឲ្យប្រើប្រាស់បានយូរអត់ងាយឆាប់អស់ថ្មហើយក្នុងនោះបងប្អូនអាចទស្សនាវីដេអូនេះបានហើយចំណុចខ្លះខ្ញុំគិតថាបងប្អូនអាចនឹងដឹងហើយចំណុចខ្លះទៀតបងប្អូនអាចនឹងអត់ទាន់ដឹងអញ្ចឹងដើម្បីធ្វើវាបានហើយក៏ដើម្បីដឹងថាតើមានចំណុចអីខ្លះនោះបងប្អូនអាចទស្សនាវីដេអូអញ្ចឹងចំណុចទី1ដែលខ្ញុំចង់ណែនាំទៅកាន់បងប្អូនអរគ្នានឹងពាក់ព័ន្ធជាមួយនឹង Dark Mode អញ្ចឹងបើសិនជាទូរស័ព្ទរបស់បងប្អូនអរគ្នាអត់ទាន់ធ្វើការបើក Dark Mode ទេចឹងបងប្អូនអាចធ្វើការប្រើប្រាស់ Dark Mode ដើម្បីវាជាជំនួយក្នុងការធ្វើឲ្យទូរស័ព្ទរបស់យើងស៊ីថ្មតិចជាងមុនណាបងប្អូនអរគ្នាពេលដែលយើងបើកLight Mode ធម្មតាទូរស័ព្ទរបស់យើងគឺភ្លឺវាចាស់ភ្លឺខ្លាំងបើសិនជាយើងបើក Dark Mode ទូរស័ព្ទរបស់យើងនឹងតម្លាក់ភ្លឺហើយវាជួយឲ្យទូរស័ព្ទរបស់យើងនឹងចំណាយនៅថាមពលថ្មតិចទៅជាមួយចំណុចទី2ចំណុចទី2គឺមុខងារ Always on Display មានថាពេលដែលបងប្អូនចុចបិទអេក្រង់ទៅគឺទូរស័ព្ទរបស់បងប្អូនហ្នឹងវានៅភ្លឺណាវានៅបង្ហាញម៉ោងបង្ហាញអីអញ្ចឹងបើសិនជាបងប្អូនគិតថាវាអត់សូវសំខាន់ទេបងប្អូនអាចធ្វើការបិទនៅមុខងារ Always on Display នេះបានអញ្ចឹងក៏ជួយសន្សំសំចៃថ្មដែរនៅពេលដែលបងប្អូនអត់ប្រើប្រាស់ណាបងប្អូនអរគ្នាអញ្ចឹងចូលមកដល់ចំណុចទី3ចំណុចទី3នេះពាក់ព័ន្ធជាមួយនឹងមុខងារ Brightness អញ្ចឹងតើតើមុខងារ Brightness ហ្នឹងគឺបងប្អូនអរគ្នាអាចចូលទៅកាន់ Setting ក៏បានបងប្អូនអស់នៅខាងលើនេះក៏បានដែរនេះមុខងារ Brightness អញ្ចឹងបងប្អូនអាចធ្វើការទាញទម្លាក់ពន្លឺវាឲ្យថយមកបន្តិចដើម្បីឲ្យទូរស័ព្ទរបស់បងប្អូនមិនចំណាយថាមពលច្រើនឧទាហរណ៍នៅពេលខ្លះបងប្អូនរឹងងឹតដែរបងប្អូនបើកថាមពលពន្លឺខ្លាំងធ្វើឲ្យទូរស័ព្ទបងប្អូនចំណាយថ្មខ្លាំងហើយឆាប់អស់ថ្មទូរស័ព្ទបងប្អូនប្រើប្រាស់ហ្នឹងគឺអត់សូវបានយូរទេហើយបងប្អូនទាមទារការសាកច្រើនដងបងប្អូនអរគ្នាហ្នឹងក៏ជាចំណុចដែរបងប្អូនគួរតែមើលដែរมันគួររំលងទេបងប្អូនអរគ្នាតែទៅជាមួយនឹង low power mode តែទៅជាមួយនឹងចំណុច low power mode នេះគឺបងប្អូនអរគ្នាអាចធ្វើការបើកនៅមុខងារ low power mode បាននៅលើទូរស័ព្ទរបស់យើងពេលដែលទូរស័ព្ទរបស់យើងទៅសតថ្មភាគរយតិចអញ្ចឹងបងប្អូនអាចចុច low power mode អញ្ចឹងថ្មរបស់យើងនោះគឺវាលោតពណ៌លឿងអញ្ចឹងមុខងារនេះគឺវាជួយសន្សំចៃថ្មវាជួយចូលទៅបិទឬក៏ទៅផ្អាកនៅមុខងារមួយចំនួនដែលវាអត់សំខាន់នៅលើ iPhone របស់យើងដើម្បីឲ្យដំណើរការទៅ smooth ជាងមុនហើយដំណើរការស្រួលមិនចំណាយថាមពលថ្មច្រើនបងប្អូនអរគ្នាអញ្ចឹងចូលដល់ចំណុចទី5តើតើជាមួយនឹង location service ចឹងបងប្អូនចូលទៅកាន់ setting បងប្អូនអស់មកខាងក្រោមបងប្អូននឹងឃើញពាក្យថា privacy and security អញ្ចឹងបងប្អូនចូលទៅកាន់ location service បន្ទាប់មកបងប្អូនចូលមកខាងក្រោមបងប្អូននឹងមើលឃើញថាតើ app មួយណាដែលធ្វើការបើកនៅ location service នេះអញ្ចឹងបើសិនជាឧទាហរណ៍ដូចជា app Google អញ្ចឹងវា always មែនណាវាចាប់ផ្ដើម track your location យើងរៀងរាល់ថ្ងៃរៀងរាល់ពេលរៀងរាល់ម៉ោងអញ្ចឹងធ្វើឲ្យថាមពលថ្មរបស់យើងក៏ដូចអ៊ីនធឺណិតរបស់យើងដំណើរការធ្វើឲ្យទូរស័ព្ទរបស់យើងហ្នឹងគឺចាប់អស់ថ្មមែនតើបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចចូលទៅកាន់ខាងនេះអញ្ចឹងបងប្អូនជ្រើសរើសយក will using the app អញ្ចឹងបងប្អូនមើលថាវាដំណើរការនៅពេលដែលយើងប្រើប្រាស់ app ទេទើបកម្មវិធីមួយនេះវាដំណើរការនៅលើ app របស់យើងអញ្ចឹងក៏ជាផលប្រយោជន៍ក្នុងការរក្សាថ្មបងប្អូនបានដែរអញ្ចឹងតើតើជាមួយនឹងចំណុចទី6ខ្ញុំសូមណែនាំទៅលើមុខងារមួយដែលបងប្អូនចូលទៅកាន់ setting បងប្អូនចូលទៅកាន់ general បងប្អូនចូលមកខាងក្រោមបងប្អូននឹងឃើញពាក្យថា background app refresh អញ្ចឹងតើតើជាមួយនឹង background app refresh ពេលដែលបងប្អូនចូលដំបូងគឺវានៅលើ Wi-Fi and cellular data អញ្ចឹងវាមុខងារ on អញ្ចឹង app ទាំងអស់វាធ្វើការបើកដំណើរការក្នុងការ refresh នៅមុខងាររបស់វាក៏ដូចជាធ្វើការ update ពីខាងក្រុមហ៊ុនរបស់គេផ្ទាល់តែម្ដងអញ្ចឹងបើសិនជាបងប្អូនគិតថាមុខងារនេះអត់ចាំបាច់អាចបិទមួយបានហើយបើសិនវាចាំបាច់ទេមិនចាំបាច់ទាំងអស់បងប្អូនអាចចុចធ្វើការចុច off តែម្ដងអញ្ចឹងមុខងារនេះវានឹងបិទហើយវាមិនស៊ីថ្មរបស់យើងទេវាកាត់បន្ថយនៅការស៊ីថ្មរបស់យើងមួយចំណែកដែរបងប្អូនអញ្ចឹងសម្រាប់ចំណុចទី7ពាក់ព័ន្ធជាមួយនឹងមុខងារមួយដែលនៅលើ iPhone របស់យើងគឺតើតើមុខងារ widget អញ្ចឹងបើសិនជាបងប្អូនដាក់ widget ច្រើននៅលើទូរស័ព្ទរបស់យើងនោះជាក់ស្ដែងណាស់គឺវាធ្វើឲ្យទូរស័ព្ទរបស់យើងស៊ីថ្មព្រោះ widget មួយចំនួនវាមាន anime វាមានចលនាអញ្ចឹងធ្វើឲ្យទូរស័ព្ទរបស់យើងហ្នឹងគឺវាដំណើរការរហូតអញ្ចឹងធ្វើឲ្យវាស៊ីថ្មមែនតើបងប្អូនឧទាហរណ៍ widget មួយនេះអញ្ចឹងបងប្អូនអរគ្នាអញ្ចឹង widget នេះវាស្រាប់ពី Apple ដូច widget មួយចំនួនយើងដំឡើងពីក្រៅឬក៏ widget នៅក្នុង Apple ក៏ដោយក្នុង iPhone ក៏ដោយបើយើងដំឡើងច្រើនគឺធ្វើឲ្យ
ទូរស័ព្ទរបស់យើងវាធ្វើការអញ្ចឹងថ្មក៏ស៊ីតាមនឹងដែរអញ្ចឹងចូលមកដល់ចំណុចចុងក្រោយចំណុចទី8គឺពាក់ព័ន្ធជាមួយនឹងអ៊ីនធឺណិតអញ្ចឹងបើសិនជាបងប្អូនអត់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទរបស់យើងទេពេលដែលយើងទុកទូរស័ព្ទចោលឬក៏ពេលដែលបងប្អូនយប់ឡើងហ្នឹងបងប្អូនអាចធ្វើការបិទអ៊ីនធឺណិតក៏បានដើម្បីវាជួយសន្សំសំចៃថាមពលថ្មរបស់យើងបងប្អូនអរគ្នាពេលខ្លះបងប្អូនអាចសង្កេតឃើញពេលដែលថ្មយើងរីងស្ទោយពេលដែលយើងទុកពេលខ្លះទុកពីល្ងាចព្រមឡើងគឺទូរស័ព្ទរបស់យើងគឺស្រកថ្មច្រើនមែនតើអាចនឹងពេលខ្លះអាចនឹងអស់ថ្មរលត់តែម្ដងបើសិនជាវានៅសល់%ថ្មតិចបើពេញចិត្តកុំភ្លេចជួយផ្ដល់ជាកម្លាំងចិត្តចុច like subscribe channel ខ្ញុំណាមួយដើម្បីទទួលបាននៅវីដេអូថ្មីៗ